បាទចូលរួមអបអរទៅដល់ក្រុមជម្រើសជាតិអាសង់ទីនដែលទទួលបាននៅជ័យលាភីគឺជាម្ចាស់ជើងឯក World Cup ឆ្នាំ2022បាទហើយក៏ចូលរួមសោកស្ដាយទៅដល់ក្រុមជម្រើសជាតិរបស់បារាំងដែលបានត្រឹមតែជើងឯករងតែប៉ុណ្ណោះវ៉ាវអបអរសាទរជាពិសេសអបអរសាទរទៅដល់កីឡាករលីអូណែលមេស៊ីដែលបច្ចុប្បន្នគាត់គឺជាកីឡាករដែលអាចថាលើលោកគឺមានតែមួយទេដែលគាត់ឈ្នះពានគ្រប់ទម្រង់ទាំងអស់នៅក្នុងអាជីពរបស់គាត់មានន័យថាមិនថា FIFA មិនថា World Cup មិនថាពានអីទេគឺគាត់ធ្វើបានទាំងអស់នៅក្នុងអាជីពរបស់គាត់អញ្ចឹងសម្រាប់គាត់គឺគាត់ពិតជាមានមោទនភាពសម្រាប់ខ្លួនឯងមែនទែនដោយសារតែ World Cup នេះអាចថាជា World Cup ចុងក្រោយរបស់គាត់ដែលគាត់លេងក្នុងអាជីពរបស់គាត់អញ្ចឹងគាត់អាចធ្វើបានហើយលើកពានជូនប្រទេសរបស់គាត់ទៀតអញ្ចឹង Messi គឺគាត់អាចធ្វើបាននៅក្នុងអាជីពរបស់គាត់ឃើញថាគាត់គឺសប្បាយចិត្តហើយស្រឡាញ់ពាននេះខ្លាំងមែនទេសម្រាប់កីឡាករ Lionel Messi គឺយើងពិតជាចូលរួមអបអរសាទរទៅដល់កីឡាករ Lionel Messi ដែលគាត់អាចលើកពានជូនដល់ប្រទេសរបស់គាត់សម្រាប់សម្រាប់ World Cup ឆ្នាំនេះ2022នឹងវ៉ាវហើយអ្វីដែលសោកស្ដាយគឺសោកស្ដាយទៅដល់បារាំងដែលគាត់បានត្រឹមតែលេខ2ព្រោះអីបើយើងមើលការប្រកួតទាំងអស់គ្នាពិតជាជក់ចិត្តដោយអារម្មណ៍មែនទែនឃើញតែស៊ីសែលជាងគ្នាមែនទែនណាមានន័យថាអ្នកមើលសឹងតែមិនហ៊ានងើបពុតពីកៅអីសឹងតែអត់ហ៊ានដកដង្ហើមផងហើយនៅក្នុងតង់ទី1អាសង់ទីនបានស៊ី 2-0 ធ្វើឲ្យបារាំងគឺបាក់ទឹកចិត្តមែនទែនឃើញថាការឈ្នះនៃការឈ្នះរបស់អាសង់ទីនគឺសង្ឃឹមលើ 50% ទៅហើយប៉ុន្តែអ្វីដែលអស្ចារ្យបំផុតនោះគឺនៅតង់ទី2គឺបារាំងអាចរកបាន2គ្រាប់មកវិញដោយកីឡាករអឹមបាប៉េដែលគ្រាប់ទី1ដោយប៉ាប៉េនឹងទីហើយមួយទៀតដោយការសុទ្ធរបស់គាត់វ៉ាវនៅពេលដែល2ស្មើធ្វើឲ្យអ្នកមើលកាន់តែក្តៅសាច់ក្តៅកគុកទាំងអស់គ្នារហូតដល់ចប់90នាទីគឺបានត្រឹម2ស្មើអញ្ចឹងគេត្រូវថែមម៉ោងចំនួន15នាទី2ដងអូខេហើយអ្វីដែលអស្ចារ្យអ្វីដែលយើងល្អមើលបំផុតនោះគឺមានន័យថានៅចុងម៉ោងនៃការថែមនាទីនៅលើកទី2មានន័យថាចុងម៉ោងនៃការថែមនាទី15នាទីលើកទី2គឺអាសង់ទីនដោយកីឡាករឡូមេស៊ីគាត់បានរត់ថែមមួយគ្រាប់បាន 3-2 ទៅហើយបាទអញ្ចឹងធ្វើឲ្យអ្នកទស្សនាឬក៏ fan របស់អាសង់ទីនគឺវ៉ាវងើបគួតពីកៅអីគិតតែឈ្នះហើយពេលហ្នឹងគឺគិតថាមិនបាច់ដល់វគ្គកាត់សេចក្តីទេប៉ុន្តែចុងបញ្ចប់ចុងម៉ោងទៅហើយបែរជាបារាំងអាចរកបានមួយគ្រាប់វិញ3ស្មើដោយគ្រាប់បាពេលនឹងទីវ៉ាវនៅពេលនេះហើយដែលធ្វើឲ្យឈានមកដល់ការកាត់សេចក្តីនៃការពេលនឹងទីវ៉ាវតែពេលនឹងទីអ្វីដែលយើងសោកស្ដាយគឺបារាំងគាត់ធ្វើអត់បានល្អដែល2គ្រាប់គឺគាត់ miss មានតែគាត់សុទ្ធអត់ចូលសម្រាប់អាសង់ទីនគឺ4គ្រាប់គាត់សុទ្ធចូលទាំង4គ្រាប់អញ្ចឹងសូអាសង់ទីនគឺទទួលបាននៅជ័យលាភីនៅជើងឯកម្ចាស់ពាន World Cup ឆ្នាំ2022នេះតែម្ដងចូលរួមសុខស្ដីដល់បារាំងហើយក៏អបអរសាទរទៅដល់អាសង់ទីនដែលទទួលបាននៅជ័យជំនះនេះផងដែរពិតជាអបអរសាទរមែនទែនហើយសម្រាប់រដូវកាលសម្រាប់ World Cup ឆ្នាំនេះកីឡាករដែលទទួលបានស្បែកជើងមាសគឺកីឡាករអឹមបាប៉េដែលគាត់រកបានចំនួន7គ្រាប់សំទោស8គ្រាប់សម្រាប់ការសុទ្ធគ្រាប់បាល់ហើយដែលលេណាមេស៊ីគឺបានត្រឹមតែ7គ្រាប់តែប៉ុណ្ណោះអញ្ចឹងស្បែកជើងមាសគឺបានទៅលើកីឡាករអឹមបាប៉េរបស់បារាំងហើយសម្រាប់កីឡាករដែលលេងល្អជាងគេប្រចាំ World Cup ឆ្នាំ2022នេះគឺបានទៅលើកីឡាករលេណាមេស៊ីនេះប្រកាសដែរគឺលេណាមេស៊ីគឺជាកីឡាករដែលមនុស្សទូទាំងពិភពលោកគឺចាក់រកគាត់ខ្លាំងមែនទែនអញ្ចឹងហើយសម្រាប់កីឡាករដែលទទួលបាននៅស្រោតដៃមាសគឺជាហ្គោលរបស់ប្រទេសអាសង់ទីនដូចគ្នាបាទគឺកីឡាករ Maronis ហើយសម្រាប់កីឡាករដែលលេងបានល្អជាងគេហើយក្មេងជាងគេគឺបានទៅដល់ប្រទេសអាសង់ទីនបានទៅលើកីឡាករអាសង់ទីនដូចគ្នាគឺកីឡាករ Enzo Fernandez បាទ Enzo Fernandez គឺជាកីឡាករក្មេងហើយទទួលបាននៅការលេងល្អជាងគេផងដែរអញ្ចឹងនេះជាពានទាំងអស់ដែលកីឡាករទាំងអស់ទទួលបានអញ្ចឹងសម្រាប់ការប្រកួតវាមិញនេះគឺពិតជាស៊ីសែលជាងនេះល្អមែនទែនហើយខ្ញុំគិតថាមនុស្សទូទាំងពិភពលោកគឺម្នាក់គឺសឹងតែអត់ហ៊ានហើបគូតពីកៅអីអត់ដើមទេអបអរសាទរទៅដល់ប្រទេសអាសង់ទីនដែលគាត់ទទួលបាននៅការកាន់នៅពាន World Cup ជាលើកទី3របស់គាត់បើគិតទៅរយៈពេល36ឆ្នាំហើយដែលគាត់អត់ដែលបានកាន់ពានទេអញ្ចឹងនេះជាលើកទី3របស់គាត់ដែលចន្លោះរយៈពេល36ឆ្នាំហើយដែលគាត់អាចកាន់ពានម្ដងទៀតហើយក៏ជា
អាចទៅជាសមិទ្ធផលមួយជាការខិតខំមួយរបស់លីណេលមេស៊ីជាផ្នែកមួយសំខាន់ដែលលីណេលមេស៊ីបានជួយឲ្យប្រទេសរបស់ខ្លួនទទួលបាននៅការលើកពានឆ្នាំនឹងលើការ World Cup នឹងមកដែរវ៉ាវអបអរសាទរទៅដល់ប្រទេសអាហ្សង់ទីន